សួស្តីប្រិយមិត្តស្វាគមន៍ទាំងអស់គ្នានៅក្នុងសប្តាហ៍នេះយើងនឹងនាំអ្នកទាំងអស់គ្នាមកជួបជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងមួយរូបដែលអ្នកស្រីគឺជាអាទិហើយគាត់ធ្វើការងារពាក់ព័ន្ធជាមួយនឹងយកផ្កាស្រស់មកសម្ងួតទៅជាផ្កាក្រៀមនិងបង្កើតជាវត្ថុអនុស្សាវរីយ៍យ៉ាងស្រស់ស្អាតជាច្រើនដើម្បីកុំឲ្យខាតពេលយូរយើងទៅជួបជាមួយអ្នកស្រីសោមដុល្លារទាំងអស់គ្នាចាជំរាបសួរដុល្លារសុខសប្បាយអូនចាសុខសប្បាយបងចាដុល្លារដោយសារតែបានដឹងថាអូនបានធ្វើពាក់ព័ន្ធជាមួយនឹងយកអាផ្កាស្រស់យើងហ្នឹងណាចាយកទៅគៀបសម្ងួតហើយរចនាឆ្នៃប្រឌិតចេញជាស៊ុំផ្កាហើយជាពិសេសហ្នឹងធ្វើជាលក្ខណៈកាដូស្អាតស្អាតរហូតដល់ឆ្នៃទៅធ្វើជាគ្រឿងអលង្ការទូចជូតស្អាតទៀតអូនឯងអាចជួយរៀបរាប់ពីដំណើរការនៃការបង្កើតនឹងថាហេតុអីពីដើមឡើយបានបង្កើតចេញជាកម្រិតឆ្នៃប្រឌិតបែបហ្នឹងណាចាអរគុណច្រើនបងចំពោះសំណួរតាមពិតខ្ញុំធ្វើការលើខ្ញុំនៅជាមួយផ្កាហ្នឹងប្រហែលជារយៈពេល74ឆ្នាំហើយអាចថាប៉ុន្តែនៅចាប់ផ្ដើមលក់នៅក្នុង page ហ្នឹងគឺយើង start នៅឆ្នាំ2023ខែ3ចាខែ3និយាយទៅដោយសារយើងស្រឡាញ់ជាមួយនឹងប្រភេទរុក្ខជាតិខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តធម្មជាតិហើយចូលចិត្តផ្កាហើយចូលចិត្តរក្សាអ្វីមួយដែលថាយើងចង់ទុកឲ្យវាយូរអង្វែងបានមើលឃើញពីសម្រស់របស់វាអត់ចង់ឲ្យបាត់បង់អីអញ្ចឹងណាក៏ហើយណាមួយវាបែកកំណត់ដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលរបៀបថានៅអត់ស្ងៀមយើងនៅអត់ស្ងៀមហើយអានៅស្ងៀមចង់ឲ្យពិបាកចង់និយាយចាហើយដល់ពេលអញ្ចឹងទៅយើងព្យាយាមថារកចំណូលបន្ថែមទៀតក្រៅពីការយើងធ្វើការពេញមកយើងចង់រកការបន្ថែមទៀតដើម្បីរកចំណូលបន្ថែមព្រោះការចំណាយយើងក៏ច្រើនដែរដល់ពេលអញ្ចឹងខ្ញុំក៏គិតថាខ្ញុំចង់មាន page មួយដែលខ្ញុំធ្វើដូចពួក MMO អញ្ចឹងសុំទោសបើហៅពួកមានការប្រកាន់ខុសឆ្គងដូចបងខាង MMO ហ្នឹងចាប៉ុន្តែយើងចង់ធ្វើ content original ដោយសារខ្ញុំរៀនផ្នែក media នឹងដែរអញ្ចឹងខ្ញុំដឹងពីវិធីអស់ហ្នឹងគាត់ថាយើងមិនស៊ីជម្រៅហ្មងទេមិនថាធ្វើយូរទៅយើងគិតពី content ខ្ញុំគិតថា content original ប្រហែលជាអាចនឹងសិល្បៈផ្កាគៀបសម្ងួតនឹងឯងដែលហៅថា Precious Flower ចា Precious Flower ហើយខ្ញុំជាអ្នកហៅឈ្មោះថាសិល្បៈផ្កាគៀបសម្ងួតទេបើយើងនិយាយឲ្យចំទៅផ្កាសម្ងួតវារៀងទូទៅពេកការសម្ងួតផ្កាវាអាចដាក់ចូលនៅក្នុងគ្រាប់សិលីកាឬក៏អាចដាក់ហេងនៅកន្លែងណាមួយឬក៏យើងដាក់ចោលអញ្ចឹងទៅក៏វាស្ងួតវាក្រៀមដែរបងតែនេះយើងប្រើក្តារប្រើអីបើខ្ញុំនិយាយថាផ្កាគៀបសម្ងួតចាពាក់ព័ន្ធជាមួយនឹងផ្កាគៀបសម្ងួតនឹងអាចរៀងស៊ីជម្រៅបន្តិចថាយើងធ្វើមិនបានវាទៅជាស្ងួតហើយវារក្សាទុកអត់មានប្រែពណ៌ប្រែអីបើបងមើលទៅគឺពណ៌ពីដើមមកមិនគឺនៅអញ្ចឹងហ្មងចាសិល្បៈផ្កាគៀបសម្ងួតហ្នឹងយើងប្រេះដោយយើងប្រើក្តារគៀបហើយយើងមានក្តារឡាំងយើងមានក្តារកាតុងអីអញ្ចឹងណាហើយយើងមានក្តារ printing paper របស់យើងប៉ុន្តែបើយើងនិយាយឲ្យចំទៅបើនៅស្រុកគេអត់ប្រើអាហ្នឹងទេគេប្រើពួក plating paper ហ្នឹងគឺមួយដុំវាហ្នឹងមានតម្លៃថ្លៃមែនតើខ្ញុំធ្លាប់ order ពីអាមេរិកមកហើយគ្រាន់តែ4ដុំ5ដុំដែលកំងខ្ញុំចង់តេស្តដែរព្រោះវាមានប្រភេទกระดาษផ្សេងគ្នាស្ដើងក្រាស់អីអញ្ចឹងណាបងអស់ចិត្តម្លឹកដល់ពេលអញ្ចឹងទៅខ្ញុំសិក្សាយូរទៅខ្ញុំគិតថាបើខ្ញុំប្រើ printing paper ក៏យើងអាចប្រើបានហើយមិនបាច់ចាំចំណាយថវិកាទៅទិញ plating paper នាំទៅអស់ថវិកាសំខាន់គឺការថែទាំរបស់យើងឯងបើសិនតែយើងប្រើกระดาษល្អបើយើងអត់មានការថែទាំផ្កាក៏វាអាចនឹងដូរពណ៌ដូចតែគ្នានឹងចាចុះឥឡូវយើងលើកឧទាហរណ៍មួយថាដូចជាផ្កាម៉ាតងអញ្ចឹងជាផ្កាកលាបអញ្ចឹងណាពណ៌ក្រហមហើយធម្មតាផ្កាកលាបវាមានស្ទាប់ច្រើនអីច្រើនអញ្ចឹងហើយយើងត្រូវយកវាមកគៀបសម្ងួតដើម្បីឲ្យវាមានរូបរាងអីចឹងមកតងនឹងត្រូវចំណាយពេលមិនអីមិនហើយរក្សាពណ៌មិនបានពណ៌នឹងដែរអូនិយាយទៅស្ទាប់ផ្កាញឹកមែនតើហើយវាច្រើនខ្ញុំធ្លាប់មានពេលវេលាមួយគ្រួសារខ្ញុំគាត់ទិញ99តើងហើយដល់ពេលអញ្ចឹងខ្ញុំអត់ចង់បោះចោលហើយខ្ញុំប្រេះទាំង99តើងហ្នឹងហ្មងហើយដូចឧទាហរណ៍ដូចផ្កាកលាបនេះអញ្ចឹងយើងប្រេះវាមានរបៀបប្រេះដែរប្រេះហូលយើងអត់ចំណាយពេលប៉ុន្មានទេបើប្រេះទាំងមូលណាយើងគ្រាន់តែយើង
យើងយកអាស្រទាប់ញឹកកដាចេញទៅដើម្បីញែកវាឃើញបដូរច្បាស់ប៉ុន្តែបើយើងប្រេះស្រទាប់យើងត្រូវបេះមួយដើម្បីយើងយកមកប្រេះអញ្ចឹងក៏យើងត្រូវការចំណាយក្តារច្រើនហើយនឹងពេលវេលាច្រើនដែរចាហើយបើសិនជាមិញយើងនិយាយទៅវារៀងពិបាកដែរទងំទៅបានជាសមិទ្ធផលមកអញ្ចឹងតាំងពីពេលចាប់ផ្ដើមមកមានដែរជួបប្រទះបញ្ហាដែលថាយើងធ្វើទៅយើងធ្វើអត់កើតហើយយើងធ្វើទៅយើងត្រូវបោះបង់ផ្កានឹងចោលអីដែរអត់ទេមានពេលវេលាមួយពិបាកខ្លាំងពេកចង់បោះបង់ដែរហ្នឹងប៉ុន្តែដូចថាយើងស្រឡាញ់វាទៅពេលខ្លះយើងស្វែងរកអ្នកដែលគាត់នៅក្រៅស្រុកដែលគាត់រៀងដូចថាគាត់រៀង open mind គាត់រៀង sharing idea ចំណេះដឹងរបស់គាត់អីចឹងទៅពេលខ្លះខ្ញុំឆាតសួរពួកគាត់ទាំងអស់គ្នាដែលជា artist ដែលគាត់ធ្វើការលើវិស័យហ្នឹងអ្នកខ្លះក៏គាត់ឆ្លើយតបអ្នកខ្លះក៏គាត់មិនឆ្លើយតបហើយក៏អ្នកខ្លះទៀតគាត់ថាយើងត្រូវទិញខុសគេដើម្បីរៀនពួកអីវាជា business មួយធម្មតាយើងខំប្រឹងក៏យើងត្រូវចង់បានថវិកាដែរមិនអញ្ចឹងបងអញ្ចឹងខ្ញុំចំណាយពេលសួរគេខ្លះទៅគេឆ្លើយតបបើអត់ឆ្លើយតបខ្ញុំគិតថាត្រូវចំណាយលុយរៀនខ្ញុំចំណាយលុយរៀនហ្មងអញ្ចឹងខ្ញុំទិញសតខុសគេខ្ញុំមករៀនដែរចាអូខេហើយការរៀនសតខុសហ្នឹងនិយាយទៅវាពិបាកដែរពីព្រោះផ្កាទាំងអស់វាអត់ដូចគ្នាទេដូចផ្កាជក្រត់នេះក៏គេមានសតខុសព្រៀនតាក់ទងនឹងការប្រេះផ្កាជក្រត់ហ្នឹងដែរព្រោះប្រភេទផ្កាជក្រត់ជាប្រភេទផ្កាដែលពិបាកប្រេះពីព្រោះបដូរវាក្រាស់ខ្លាំងមែនតើបើយើងគិតរឿងផ្កាកលាបហ្នឹងបដូរវាទូចទេយើងអាចនឹងថែទាំបានស្រួលប៉ុន្តែបើជាតិទឹកនៅក្នុងបដូរជក់រត់វិញគឺច្រើនមែនតើដែលពិបាកក្នុងការប្រេះអញ្ចឹងនាំឲ្យខ្ញុំប្រេះដោះផ្សិតច្រើនមែនតើឆាតសួរពួកគាត់ទៅអ្នកខ្លះគាត់ថាដូរកដាស់រាល់ថ្ងៃអញ្ចឹងទៅអ្នកខ្លះថាមួយថ្ងៃដូរពីរដងអញ្ចឹងទៅណាបងដល់ពេលខ្លះយើង experiment ខ្លួនឯង experiment ខ្លួនឯងដែរយើងទិញយកមកបោះចោលទិញយកមកបោះចោល3 4 5 ដងទៅដឹងហើយដូចផ្កាឈូកខ្មែរយើងអញ្ចឹងក៏ខ្ញុំពិបាកប្រេះដែរអាហ្នឹងខ្ញុំទិញយកមកបោះចោលក៏ច្រើនដែរពូបដូលឈូកយើងអាបដូលដែលចេញផ្លែឈូកមកអាហ្នឹងក៏វាក្រាស់ដែរបងអញ្ចឹងវាមានជាតិទឹកច្រើនទៀតជាតិទឹកហើយអាជាពិសេសអាលំអងវាញឹកច្រើនណាបងចាពិបាកមែនតើចាបើស្ដាប់មើលទៅវាមានផលលំបាកដែរហ្នឹងទាំងមកយើងទទួលបានសមិទ្ធផលជាដូចបានឃើញយកទៅដាក់តាំងនៅកន្លែងតាំងពីពណ៌ហើយមានអ្នកដែលគាត់ចូលមកមើលច្រើនអីច្រើនហើយក៏គាត់អត់នឹកស្មានថាជាស្នាដៃសិល្បៈរបស់កូនខ្មែរដែរអញ្ចឹងណាសម្រាប់ដុល្លារពេលដែលធ្វើបានអញ្ចឹងមកដល់ថ្ងៃហ្នឹងមានអារម្មណ៍មិនដែរមានអារម្មណ៍ថាវាសុបាយចិត្តនិងមានមោទនភាពលើខ្លួនឯងខ្លះដែរប៉ុន្តែក៏អវ៉ាន់មួយចំនួនដូចចាក់ resin ចាក់អីខ្ញុំអត់មានគ្រូណាបរៀនទេអញ្ចឹងខ្ញុំ research ខ្លួនឯងនិង test ខ្លួនឯងដែរអញ្ចឹងពេលខ្លះយើងធ្វើទៅក៏វាមិនបានជោគជ័យវាមានបញ្ហាអីអញ្ចឹងប៉ុន្តែកំហុសទាំងអស់ហ្នឹងក៏យើងត្រូវកែលម្អខ្លួនឯងឡើងវិញពីព្រោះពេលខ្លះយើងក៏មិនចង់ provide product ណាដែលវា low quality ទៅកាន់អតិថិជនរបស់យើងដែរយើងចង់ provide quality មួយដែលល្អសមរម្យសម្រាប់គាត់ប្រើប្រាស់បានយូរចាមិញបងចាប់បានចាក់ resin ហ្នឹងអាហ្នឹងមានន័យថាមកចាក់របៀបចាក់ resin ហ្នឹងគឺជាប្រភេទកែវមួយយ៉ាងដែលយើងវាដូចជាកែវមួយដែលយើងប្រើកែវខ្លះយើងប្រើ UV ដើម្បីសម្ងួតវារឹងវាស្តៀងនឹង gel យើងដែរដែលយើងយកកញ្ចក់ gel យើងត្រូវការសម្ងួតជាមួយនឹងពន្លឺ UV អញ្ចឹងប៉ុន្តែ resin ខ្លះក៏យើងអត់ត្រូវប្រើ UV ដែរយើងទុក24ម៉ោងស្ងួតអីចឹងណាហ្នឹងហើយអញ្ចឹងមានន័យថាយើងត្រូវចាក់កែវក្នុងមួយស្រទាប់អញ្ចឹងហើយយើងដាក់ផ្កាយើងដាក់ផ្កាតាមរូបរាងដែលយើង design ទាំងសុខរបស់យើងហើយបន្ទាប់មកយើងចាក់កាយមកតង់ទៀតហើយយើងយកទៅដាក់នៅក្នុងម៉ាស៊ីនដើម្បីឲ្យវាស្ងួតមែនទេស្ងួតប៉ុន្តែ resin ខ្លះខ្ញុំចាក់ទៅក៏វាមានភាពស្អិតដែរអាហ្នឹងមកពីខ្ញុំអត់ទាន់ជំនាញឬក៏យើងរើស product ណាមួយដែលអត់ទាន់ត្រូវចាអញ្ចឹងតើថាពេលខ្លះចំណាយលុយទិញសពប្រភេទមកយកមកតេស្តដែរអញ្ចឹងណាបងអញ្ចឹងពេលយកមកចាក់រៀងស្អិតអញ្ចឹងក៏យើងត្រូវលាយទឹកមួយជាន់ទៀតដើម្បីដាក់វាហើយយើងអត់ប្រើ UV គឺយើងដាក់ហាលវាស្ងួតមកឲ្យវាស្ងួតខ្លួនឯងចាបើស្ដាប់មើលទៅវត្ថុធាតុដើមរៀងចំណាយដែរហ្នឹងចំណាយបងចាហើយពាក់ព័ន្ធជាមួយនឹងវត្ថុធាតុដើមភាគច្រើនយើងអាចរកបាននៅក្នុងស្រុកយើងឬក៏យើងត្រូវកំងពីក្រៅមកដែរគ្រប់វត្ថុធាតុដើមទាំងអស់លើកឡើងតែសុំមួយដែលខ្ញុំកំងនៅខ្មែរដូចប្រភេទសុំខ្ញុំមានប្រភេទសុំដែលយើងធ្វើពីឈើនៅស្រុកខ្មែរយើងរក supply ដែលគាត់
ធ្វើខាងនឹងហ្មងប៉ុន្តែក៏ខ្ញុំបរៀនពួកគាត់ដែរបរៀនលក្ខណៈយើង យើ ទៅ ង កាត់អីមួយគាត់ទេ ចាយើង ប៉ុន្តែយើង យើង អត់មានទ្រលាប់មួយ ចា ដែលយើងធ្វើសុំ ចា របៀប double កន្លះ ចា ដែលមើល ចា ទៅឆ្លោះដូចប្រប្រក់ហ្នឹងឃើញវាឆ្លោះទៅមក ចា ខាង ចា ទៀត ចាចា គឺវាមានកញ្ចក់មួយបិទខាងក្រោយអញ្ចឹងពួកគាត់អត់ចេះកាត់ទេអញ្ចឹង ហ្នឹងហើយ នាំតែបរៀនពួកគាត់បញ្យល់ពួកគាត់កាត់បាន អឺ គឺត្រូវការចំណាយពេលដែរគាត់កាត់ខុស អូខេ 2 ដង 3 ដងអញ្ចឹងលែងអីហើយ អូ ប៉ុន្តែបើសុំខ្លះបើនេះយើងត្រូវកំងពីចិនមកដែរយើងមានប្រភេទសុំឈើនិងសុំចិនដែរអញ្ចឹងណាសម្រាប់បងប្អូនដែលថាគាត់អត់មានលទ្ធភាពក្នុងការទិញសុំឈើទេគាត់អាចយកសុំចិនអីអញ្ចឹងវារៀង quality ខុសគ្នាប៉ុន្តែតម្លៃក៏ខុសគ្នាដែរអញ្ចឹងតាមប្រភេទនៃអតិថិជននិងតម្រូវការរបស់គាត់ដែរ អូខេហ្នឹងហើយអានេះយើងតាក់ទងនឹងការកំងវត្ថុធាតុដើមដូចជាស៊ុំដូចជាអីហ្នឹង ចាចា យើងអាចកំងពីក្រៅស្រុកពីគេអីមកអញ្ចឹងណា ចា ចុះពាក់ព័ន្ធមួយផ្កាព្រោះផ្កាគឺជាចំណុចសំខាន់ដែលធ្វើឲ្យមានភាពតាក់ទាញហើយផ្កាគឺជាចំណុចមួយដែលអាចឲ្យគេស្គាល់ថាវាជាបោះដុល្លារ ចា ហ្នឹងហើយផ្កាយកមកពីណាវិញ ចាតកតូននឹងផ្កាវត្ថុធាតុដើមខ្ញុំស្វែងរកនៅតាមហាងដែលបោះផ្កាធំធំទៅកាន់ហាងដែលគេយកមកដាក់មើលយកមកចាក់ផ្កាចាក់អីជាកន្ត្រកអញ្ចឹងណាបងព្រោះដោយសារអីបើយើងស្វែងរកផ្កាដែលនៅតាមទីផ្សារដូចប្រភេទផ្កា tulip អីថ្លៃអញ្ចឹងពួកគាត់អត់យកមកទេអញ្ចឹងយើងត្រូវទៅរកកន្លែងណាមួយដែលមានប្រភេទផ្កានាំចូលហ្នឹងដូចផ្កា tulip ផ្កា peony អីយើងរកអត់បានទេពួកប្រភេទហ្នឹងគឺថ្លៃមែនតើអញ្ចឹងយើងទៅរកកន្លែងដែលគេលក់ប្រភេទផ្កានាំចូលយើងយកពីស្រុកក្រៅយកមកបងចាហើយបើសិនជាប្រភេទផ្កាដែលនៅក្នុងស្រុករបស់យើងដូចផ្កាឈូកអីខ្ញុំទៅរកមើលកន្លែងណាដែលគាត់ដូចថ្ងៃសិលថ្ងៃអីឃើញបងប្អូនគាត់យកមកលក់អីចឹងយើងទិញណាតែខ្ញុំរើសមើលដែរប្រភេទផ្កាខ្លះខ្ញុំដោយសារយើងអ្នកប្រេះផ្កាយើងចេះសង្កេតអញ្ចឹងយើងចេះសង្កេតយើងមើលតែពណ៌ផ្កាណាអាចថាប្រេះទៅវាដូរពណ៌ប្រេះទៅវាចេញសន្តានស្អាតហើយនឹងខ្ញុំយកមកប្រេះជួនកាលទៅតណាតណីអញ្ចឹងទៅឃើញផ្ការៀងណាតំណងអីប្រប្រក់អីរៀងដោះមកវាចេញរូបរាងស្អាតខ្ញុំគិតថាបើសិនខ្ញុំដើរព្រៃមួយបងអីប្រហែលខ្ញុំបេះប្រប្រក់យកមកប្រេះខ្ទេចហ្មងពីព្រោះអីប្រប្រក់ជាប្រភេទរុក្ខជាតិដែលខ្ញុំចូលចិត្តប្រេះហើយវាងាយស្រួលប្រេះហើយរូបរាងវាស្អាតហើយប្រប្រក់របស់យើងគឺមានប្រភេទច្រើនណាប្រប្រក់គឺមានប្រភេទច្រើនដែលខ្ញុំសិក្សាអស់និយាយទៅសំបីរាល់ថ្ងៃរៀនប្រេះផ្កាហ្នឹងក៏ខ្ញុំអត់ទាន់ប្រេះផ្កាគ្រប់ប្រភេទទាំងអស់ដែរដូចរំដួលអីមិនទាន់បានសាយ អូខេមិញដុល្លារលើកឡើងថាបើសិនជាពាក់ព័ន្ធជាមួយនឹងនេះហ្នឹងបើបានទៅឡើងភ្នំឡើងអីមួយបងរុក្ខជាតិរបស់យើងនៅតាមព្រៃភ្នំអីវាមានច្រើនអញ្ចឹងណារបស់ក្នុងស្រុកហ្នឹងហើយបើសិនជាលើកក្រោយបងបានទៅទៀតបងអាចថាស្នើសុំសហគមន៍អាចផ្ញើដុល្លារបានចាអរគុណច្រើនបងតែក៏យើងត្រូវគិតពីការវិខ្ចប់ដែរបើសិនជាប្រក់នឹងយកមកវាអត់បាក់អត់អីហ្នឹងអីអាចតែបានតែបើសិនជាថាយកមកសពូនហើយក៏យើងពិបាកក្នុងការប្រែដែរបងចាការពិតទៅពាក់ព័ន្ធជាមួយនឹងអានឹងចូលទៅក្នុងលក្ខណៈមួយជីវៈចម្រុះហើយមានជីវៈចម្រុះមួយចំនួនដូចជាអូគីដេដូចអីជាដើមអញ្ចឹងនៅលើកពូភ្នំខ្ពស់អីត្រូវបានហាមឃាត់អញ្ចឹងណាពេលខ្លះបើសិនជាយើងលក្ខណៈជួញដូរធំដុំអីគឺយើងត្រូវបានគេហាមឃាត់អញ្ចឹងណានេះជាបទពិសោធន៍ដែលបងធ្លាប់បានឡើងភ្នំឡើងអីចូលព្រៃជ្រៅអីគឺវារៀងបបាក់ក្នុងការយើងយកចុះមកហើយភាគច្រើនអ្នកដែលបងត្រូវទៅដើរព្រៃដើរអីជាមួយពួកគាត់ហ្នឹងក៏គាត់អត់រីខមមិនឲ្យយើងពេលដែលយើងទៅដើរលេងកន្លែងណាយើងទៅយកអាជីវៈចម្រុះឬក៏ធនធានធម្មជាតិនៅនឹងយកមកដែរក៏ប៉ុន្តែបើសិនជាលក្ខណៈមួយថាយើងគ្រាន់តែចង់តេស្តសាកល្បងពីអាធនធានធម្មជាតិរបស់យើងនៅក្នុងស្រុកហ្នឹងអាចបង្កើតថាបានអីខ្លះអាហ្នឹងវាជាការល្អប្រសើរអញ្ចឹងណាចាមួយវិញទៀតបងចាប់បានមិញតុលាលើកឡើងថាចង់សាក់លបងមួយផ្ការំដួលការពិតមុនហ្នឹងបងក៏នឹកឃើញដែរពីព្រោះផ្ការំដួលយើងដឹងស្រាប់តែឥឡូវហ្នឹងគឺជាផ្កាមួយដែលតំណាងជាតិរបស់យើងណាហើយដល់ពេលតុលាលើកឡើងពាក់ព័ន្ធជាមួយនឹងផ្ការំដួលក៏ធ្វើឲ្យបងនឹកឃើញថាផ្កាហ្នឹងតម្រង់នៃស្រទាប់គឺក្រាស់ចាថាតើអាចដែរទេយើងអាចធ្វើបានដែរអត់ទេខ្ញុំអត់ហ៊ានធានាថាអាចធ្វើបានទេព្រោះមិនមែនប្រភេទគ្រប់ផ្កាទាំងអស់យើងប្រេះបានទេចាផ្កាខ្លះក្រាស់ក៏យើងប្រេះអត់ការដែរដូចផ្ការំដួលអីខ្ញុំអត់ទាន់បានប៉ះយើងជាប់តែមើលតែបើសិនជាខ្ញុំបានស្ទាបខ្ញុំបានប៉ះវាខ្ញុំអាចដឹងហើយណាមួយវាមានកញ្ញំកដាដែលខ្ពស់ហើយក្រាស់ទៀតចា
ចឹង ប្រកែណា ខ្ញុំអត់ទាន់ហ៊ាននិយាយអត់ទាន់និយាយថាខ្លួនឯងអាចធ្វើបានទេណា ចា ប៉ុន្តែគាត់ថាគ្រប់ប្រភេទផ្កាទាំងអស់យើងមានច្រើនមែនតើសំបីតែជីវៈចម្រុះប្រភេទរុក្ខជាតិអីក៏យើងមានច្រើនដែរដែលយើងសិក្សាអស់ ចា ចា ដុល្លារចាប់ផ្ដើមនេះផ្កាហ្នឹងហើយយើងដឹងពីផ្កាគ្រាន់តែថាពេលខ្លះយើងមិនថាយើងប្រកាស 100% ថាយើងប៉ះផ្កាហ្នឹងទៅយើងអាចធ្វើបានទេ ចា ប៉ុន្តែបើស្ដាប់មើលទៅគឺដុល្លារមានបទពិសោធន៍ខ្លាំងទៅជាមួយផ្កាហ្នឹងនៅក្នុងការប្រេះផ្កាហ្នឹងប្រហែលឆ្នាំដែរហើយ ចិត្ត4ឆ្នាំឯងបងចិត្ត4ឆ្នាំតែ4ឆ្នាំហ្នឹងបើយើងអត់តាន់យើងរាប់ទាំងអាពេលដែលយើងមិនតាន់ launching page របស់យើងខ្ញុំនិយាយចេះហ្មង ចា page ខ្ញុំបង្កើត2023ប៉ុន្តែចុងឆ្នាំ2021អីខ្ញុំចាប់ផ្ដើមសិក្សាពីវាហើយចាចាប់ផ្ដើមសិក្សាពីវាហើយសិក្សាយូរទៅយើងបែកគំនិតហ្មងនិយាយទៅផ្កាសិល្បៈផ្កាគៀបសម្ងួតហ្នឹងយើងអាចច្នៃបានច្រើនយើង design ដាក់ក្នុងស៊ុំយើងសៀលជាមួយនឹងកៅទឹកកៅអីហ្នឹងក៏បានដែរចាហើយយើងចាក់ជា resin គ្រឿងអលង្ការយើងយកទៅ decor នៅក្នុងកញ្ចក់ជាអាតមួយដែលមើលទៅវាមានសភាពលេចធ្លោវាមានភាពស្រស់ស្អាតណាពីព្រោះអ្នកដែលគាត់ភ្ញៀវខ្ញុំភាគច្រើនដែលគាត់ស្រឡាញ់អាហ្នឹងសិតតែអ្នកដែលចូលចិត្តធម្មជាតិទាំងអស់សិតតែអ្នកដែលស្រឡាញ់ផ្កាចាស្រឡាញ់បរិស្ថានចាហ្នឹងហើយពេលដែលយើងចាប់ផ្ដើមធ្វើផ្កាវាការពិតបើសិនជាស្ដាប់ទៅមិញហ្នឹងគឺយើងចាប់ផ្ដើមរៀងយូរដែរហើយប៉ុន្តែយើងចាប់ផ្ដើមឡោញនៅក្នុង page ផ្លូវការនៅក្នុង Facebook អីចឹងណាពេលដែលយើងចាប់ផ្ដើមផុសដំបងអីដំបងទទួលបានការ comment មិនដែរពីអ្នកដែលគាត់ឃើញនៅក្នុង page ហ្នឹងអញ្ចឹងណាចាដំបងឡើយគេអត់ទិញទេហើយយើងក៏យើងផុសហ្នឹងក៏យើងផុសដើម្បីយើងតេស្តទីផ្សារដែរហើយដោយសារខ្ញុំគិតថាវាជាឱកាសដែលខ្ញុំចេញដំបូងគេខ្ញុំគិតថាខ្ញុំអ្នកទី1ចុះឬក៏មានអ្នកផ្សេងគាត់ធ្វើដែរប៉ុន្តែធ្វើលក្ខណៈដូចមិនធំដុំដូចខ្ញុំណាដល់ពេលខ្ញុំវាអាចជាឱកាសហើយដល់ពេលអញ្ចឹងមានអ្នកខ្លះគាត់សួរថាសុំទិញអញ្ចឹងណាអញ្ចឹងប៉ុន្តែមុននឹងខ្ញុំរៀបអាហ្នឹងយកទៅលក់ក្នុង page ក៏ខ្ញុំទុកដែរខ្ញុំធ្វើវាទុកសិនដែរដាក់ក្នុង stock ដើម្បីមើលថាភាពប្រែប្រួលរបស់វាយ៉ាងម៉េចមិនយើងហ៊ានបញ្ចេញ product នឹងលក់អញ្ចឹងណាបងចឹងអ្នកខ្លះគាត់អត់ទិញគាត់ឆាតមកបងខ្ញុំទៅឃើញលើកទី1ឯនេះចាដែលមាននៅស្រុកខ្មែរហើយខ្ញុំស្រឡាញ់មែនតើហើយគាត់ជួនកាលគាត់អត់ទិញប៉ុន្តែគាត់ផ្ញើសារលើកទឹកចិត្តយើងអ្នកខ្លះអត់ដែរស្គាល់សោះគាត់វាយមកគាត់និយាយមកធ្វើឲ្យយើង inspire យើងដែលយើងឲ្យយើងធ្វើបន្តវាតទៅទៀតចឹងណាបងចឹងវាជាកម្លាំងចិត្តរបស់យើងណាហើយខ្ញុំមានកូនប្រុសខ្ញុំដែរដែលគាត់ពេលខ្លះខ្ញុំរវល់មួយផ្កាខ្លាំងពេកខ្ញុំឡើងកម្មចដាអញ្ចឹងគាត់និយាយ I always see you with the flower I always see you with the flower ហើយខ្ញុំគិតថាប្រហែលជាខ្ញុំចំណាយពេលមួយផ្កាច្រើនពេកអត់គិតពីកូនប៉ុន្តែខ្ញុំដូចមានអារម្មណ៍ថាខ្ញុំមិន like ខ្ញុំឈួតជាមួយផ្កាពេលខ្លះខ្ញុំឡើងទៅជួនកាលយប់អីពេលកូនគេងលក់អីលួចទៅធ្វើដល់ពេលខ្លះមួយយប់ទៅភ្លឺអីខ្ញុំអត់គេងក៏មានដែរបងប៉ុន្តែអាហ្នឹងខ្ញុំអត់ recommend ឲ្យធ្វើតាមរយៈដល់ពេលយូរសុខភាពនិងសម្រស់យើងវាបាក់ទៅតាមនឹងដែរអញ្ចឹងយើងត្រូវថែទាំដែរឥឡូវខ្ញុំមានការ balance ដែរក្នុងករណីបើសិនជាអត់ចាំបាច់ខ្ញុំអត់ឡើងទៅលើខ្ញុំគេងមួយកូនពេលណាខ្ញុំចាំបាច់ដែលថាខ្ញុំរវល់ខ្លាំងមែនតើហ្មងគឺខ្ញុំត្រូវតែឆ្លៀតខ្ញុំត្រូវតែឡើងធ្វើចាអាចដែរថាដោយសារតែពេលដែលយើងធ្វើជាមួយនឹងផ្កាយូរនឹងទៅធ្វើឲ្យយើងគិតឃើញនិយាយថាយើងស្រឡាញ់ផងហើយណាមួយនៅពេលជាធម្មតាកន្សឹបអីក៏ដោយនៅពេលដែលយើងគិតឃើញភ្លាមណាបើសិនជាយើងអត់ចាប់ផ្ដើមធ្វើនៅឥឡូវទេឬក៏យើងអត់បានកត់ចំណាំអាកន្សឹបរបស់យើងនឹងទេគឺនៅពេលដែលស្អែកឡើងគឺយើងភ្លេចហើយតែអាចមកពីចឹងដែរទេដែលអាចធ្វើឲ្យដុល្លារមិនមែនថានេះទេប៉ុន្តែវាថាលះបង់ជាមួយផ្កាហ្នឹងអញ្ចឹងណាខ្ញុំគិតថាកន្សឹបសម្រាប់ខ្ញុំដូចរវាខ្លួនឯងខ្ញុំរៀង reflect ខ្ញុំគិតថាអត់អីទេប៉ុន្តែគឺពេលវេលានឹងហ្មងដែលវា complex សម្រាប់ខ្ញុំព្រោះខ្ញុំជាមនុស្សដែលរវល់ច្រើនខ្ញុំមានកូនដល់2ដែលត្រូវថែទាំគាត់ហើយខ្ញុំមានចង់និយាយថាការងារយើងច្រើនទៀតដែលយើងរវល់ជាមួយដល់ពេលអញ្ចឹងខ្ញុំគិតថាខ្ញុំអត់ទាន់ចេះ balance ខ្លួនឯងអាពេលនោះសូម្បីឥឡូវក៏អត់ទាន់ចេះ balance ខ្លួនឯងខ្ញុំដឹងថាខ្ញុំត្រូវតែធ្វើមិនខ្ញុំ give up លើមួយខ្ញុំ focus លើមួយឬក៏យ៉ាងម៉េចប៉ុន្តែធម្មតាតែយើងនេះយើងត្រូវហ៊ានស៊ីហ៊ានសងចង់និយាយថាធ្វើអីមួយតើយើងមានការលះបង់មួយដែរតែរឿងកូនហើយនឹងគ្រួសារយើងត្រូវតែគិតថាអានឹងវាសំខាន់វាសំខាន់មែនអញ្ចឹងពេលខ្លះ
thử commit ខ្លួនឯងថាយ៉ាងណាក៏ដោយត្រូវទុកពេលវេលាខ្លះសម្រាប់កូនដែរ ចា៎ ហ្នឹងហើយ ចា៎ ចាព្រោះកូនគាត់ត្រូវការភាពកក់ក្ដៅពីយើង ចា៎ ចា ចា៎ចា៎ ហើយក្តីស្រឡាញ់របស់យើងគឺជាមួយផ្កាចាំពេលខ្លះត្រូវលះបង់ តែឥឡូវពួកគាត់យល់ទេមែនទេយល់ថា គាត់ យើងស្រឡាញ់អានឹងគាត់ ចា៎ គ្រប់គ្រងយើងហើយមែនទេ ចាគាត់គ្រប់គ្រងគាត់ support តែបងទៅ ហ្នឹង ពេល ហើយ ទៅលក់អីចឹងទៅជួយនិយាយមួយភ្ញៀវនិយាយ ចា៎ មួយភ្ញៀវហៅគេមកទិញចឹងគាត់ប្រាប់ថា mommy make all of this and mommy គាត់ ចា៎ ធ្វើផ្កា look ចា៎ so nice អូ គេនិយាយចឹង ចា៎ ចា ចា៎ you look so beautiful ចា៎ mommy មិញ ជួនកាលបេះផ្កាសុំកាត់តិចបងជួនកាលណាយើងទៅលេងកន្លែងណាមួយដែលមានផ្កាគាត់បេះផ្កាយកមកឲ្យយើងហ្មងបើអញ្ចឹងទៅសៀតនឹងកាជីឲ្យយើង អូយ៉ា ព្រោះគាត់ដឹងខ្ញុំចូលចិត្ត យ៉ា ចា៎ good មិញប្រហែលជាអាចធ្វើឲ្យដុល្លារគិតឃើញដល់រឿងអតីតកាលមួយចំនួនដែលធ្វើឲ្យមានអារម្មណ៍មួយថារៀងបើសិនអ្វីដែលបងមើលទៅមិញណាពេលដែលដុល្លារនិយាយដល់ផ្កាដែលខ្លួនឯងបានធ្វើហើយចេញជាសមិទ្ធផលធ្វើឲ្យមានអារម្មណ៍ថាដូចខ្លួនឯងរៀងក្តុកក្តួលខ្លួនឯងរៀងសប្បាយចិត្តណា ចា៎ មានអីនៅពីក្រោយហ្នឹងបានទៅជាលក្ខណៈបែបហ្នឹង ដូចវាដូចផ្កាដូចមានអារម្មណ៍ដូចជួយផ្លូវអារម្មណ៍ខ្ញុំណាបងដូចថាបងប្រហែលមនុស្សយើងវាមានលក្ខណៈខុសប្លែកពីគ្នាអ្នកខ្លះគាត់ចូលចិត្តរស់នៅធម្មជាតិចូលចិត្តឡើងភ្នំចូលចិត្ត hiking អាហ្នឹងគឺជាកន្លែងដែលគាត់ស្វែងរកសន្តិភាពសុខសន្តិភាពសម្រាប់គាត់តែសម្រាប់ខ្ញុំជាម្ដាយមួយរូបហើយខ្ញុំពេលខ្លះខ្ញុំ stress ខ្លួនឯងដែរព្រោះពេលវេលាដែលខ្ញុំពិបាកជាងគេបំផុតគឺពេលដែលយើងមានកូនឬយើងរវល់យើងជាមនុស្សម្នាក់ដែលថាជួយចិត្តរកលុយខ្លួនឯងចង់ចេះថាចង់ធ្វើអីឯករាជ្យ ចា ប៉ុន្តែពេលខ្លះក៏ក្បាលរឹងដែរក្បាលរឹងអញ្ចឹងហើយដល់ពេលអញ្ចឹងយើងគិតថាខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើផ្កាខ្ញុំមានអារម្មណ៍ដូចខ្ញុំសប្បាយចិត្តក្នុងការធ្វើវាខ្ញុំមានjoyទោះបីថាពេលខ្លះខ្ញុំអង្គុយមួយវាយូរយ៉ាងណាក៏ដោយតែពេលខ្ញុំធ្វើចេញមកជារូបរាងខ្ញុំមើលទៅខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តហើយនៅពេលខ្ញុំទៅបរៀនគេនៅសាខាសាលាពេលខ្ញុំពងបរៀនប្រេះផ្កាម្នាក់ stress ដល់ពេលវគ្គ design គាត់រៀបចំចាប់ផ្កាដាក់ក្លូកាវអីមិនគាត់ចេញជារូបរាងគាត់ឃើញអាសមិទ្ធផលហ្នឹងគាត់សប្បាយចិត្ត អាចជាក្តីសុខរបស់យើង ចាជាក្តីសុខរបស់យើងហើយវាអាចជួយធ្វើឲ្យយើងមានអារម្មណ៍ថាវាផ្ដោតអារម្មណ៍បានល្អឲ្យយើងមានអារម្មណ៍ថាដូចមាន meditation នៅក្នុងហ្នឹងអញ្ចឹង មានភាពអត់ធ្មត់ នៅក្នុងហ្នឹងអញ្ចឹងបងចាមានភាពអត់ធ្មត់ទៀតសំខាន់ការងារណាក៏អត់ធ្មត់ដែរប៉ុន្តែចំពោះការងារសិល្បៈការគិតសម្ងួតគឺអត់ធ្មត់ខ្លាំងដោយសារទីមួយរងចាំពេលប្រេះផ្កាហ្នឹងត្រូវបេះយ៉ាងម៉េចកាត់យ៉ាងម៉េចថែទាំវាដូរกระดาษដូរអីហើយត្រូវមានដំណាក់កាលមួយទៀតពេលវាស្ងួតហើយត្រូវreconstruct វាដូចផ្គុំវាចេញជាផ្កាឡើងវិញអញ្ចឹងទៅហើយអាធាតុអិតហ្នឹងគឺផ្គុំយ៉ាងម៉េចឲ្យវាចេញមកជារូបរាងផ្កាវិញបងវាយ៉ាងស្មុគស្មាញ បងបានយកអាផ្កាកលាបដែលបងទៅតាមកម្មវិធីគេមកបងស្រឡាញ់ផ្កាចាដោយដុល្លារដែរស្រឡាញ់ផ្កាយកមកអាផ្កាកលាបទូអីហ្នឹងបងសាក់លបងក្នុងការប្រេះវាដែរហើយការប្រេះគឺបងរៀបស្ទាប់ធម្មតាចាបងឃើញថាវាមានផលលំបាកមែនតើមិនមែនថាលំបាកអីធ្ងន់ធ្ងរអីទេប៉ុន្តែបងសង្កេតឃើញថាបើយើងចង់បានស្អាតលុះត្រាតែយើងឧស្សាហ៍មើលវាឬក៏បត់ចង់បានពណ៌ចង់បានអីអញ្ចឹងណាបើសិនតែថាយើងទុកវាយូរដឹងថាពណ៌កម្ៅអត់ស្អាតហ្មងអញ្ចឹងបងយល់ពាក់ព័ន្ធជាមួយនឹងរបៀបនៃការថែទាំរបៀបនៃការរៀបចំអញ្ចឹងណាចាចុះដុល្លារឃើញថាធ្វើបានច្រើនណាបងទៅថ្ងៃតាំងពីពណ៌ថ្ងៃមុនឃើញច្រើនមែនតើសមិទ្ធផលទាំងអស់ហ្នឹងធ្វើតែម្នាក់ឯងឬក៏មានក្រុមការងារជួយដែរម្នាក់ឯងទាំងអស់ម្នាក់ឯងទាំងអស់និយាយទៅម្នាក់ឯងទាំងអស់ខ្ញុំទើបតែមានឥឡូវថ្មីនេះខ្ញុំគិតថាបើខ្ញុំនៅតែបដៅខ្លួនធ្វើម្នាក់ឯងទៀតខ្ញុំប្រកាសជាស្លាប់រួមបានយូរនិយាយលេងតែចង់និយាយថាយើងត្រូវមានភាពបត់បែនណាពេលខ្លះយើងត្រូវបង្រៀនអ្នកដែលគាត់ស្រឡាញ់នឹងដែរបើសិនជាគាត់ចង់ធ្វើប៉ុន្តែកុំគិតតែលុយយើងត្រូវគិតថាយើងធ្វើយើងដាក់ចិត្តក្នុងការធ្វើវាដែរហើយយើងធ្វើវាបានល្អអញ្ចឹងមករយៈនេះខ្ញុំព្យាយាមរមនុស្សណាម្នាក់ដែលគាត់អាចជួយខ្ញុំអញ្ចឹងខ្ញុំមានអ្នកគាត់មកជួយខ្លះដែរប៉ុន្តែតែថ្មីហ្នឹងឯងដែលខ្ញុំមានប៉ុន្តែទៅមុខទៀតប្រហែលជាខ្ញុំត្រូវការ team ដើម្បីឲ្យជួយ support គ្នាពីព្រោះផ្នែកចាក់គ្រឿងអលង្ការមួយទៅផ្នែកdesign ផ្កាក្នុងស៊ុំហ្នឹងមួយទៅផ្នែក
design ទៅលើកែវទឹកអីឬយ៉ាងម៉េចអាហ្នឹងមួយទៅ bookmark អីមួយទៀតទៅអញ្ចឹងណាបើខ្ញុំទាំងអស់ម្នាក់ឯងតែខ្ញុំដោយសារខ្ញុំបើសិនជាខ្ញុំlead គេក៏ខ្ញុំត្រូវចេះខ្លួនឯងដែរចាអញ្ចឹងបើខ្ញុំអាចបរៀនគេបានដូចចាក់ខេសទូរស័ព្ទអីហ្នឹងក៏យើងត្រូវចេះដែរអញ្ចឹងខ្ញុំត្រូវសិក្សានឹងទាំងអស់សិនបើសិនជាអ្នកដែលគាត់មានចំណាប់អារម្មណ៍ចង់រៀនខ្ញុំអាចនឹងបរៀនពួកគាត់ដែរឲ្យគាត់ចេះធ្វើហ្នឹងហើយយើងសហការគ្នាដើម្បីយើងពង្រីកវារៀងធំជាងនឹងតិចណាប៉ុន្តែមិនគិតថាធំពីខ្លាំងទេសំខាន់ឲ្យតែយើងធ្វើវាបានល្អទៅហើយយើងគិតពីគុណភាពហើយយើងគិតពីយើងកុំគិតថាចង់តែបានលុយគេណាហ្នឹងហើយយើងធ្វើវាឲ្យស្អាតយើងមានសេវាកម្មល្អសម្រាប់គេដែរពីព្រោះខ្ញុំក៏ដោយសារខ្ញុំម្នាក់ឯងហើយយើងអត់ទាន់មានអ្នកដែលគាត់ដឹកជញ្ជូនភ្ញៀវតាន់អញ្ចឹងវាមានបញ្ហាពេលខ្លះដឹកអត់ទាន់ជូនភ្ញៀវក៏គេ complain ដែរអញ្ចឹងប៉ុន្តែធៀបពិតពួកគាត់ដឹងថានៅពីក្រោយនៅវាមានបញ្ហាគេខ្លះដោយសារយើងម្នាក់ឯងសុទ្ធហ្មងហើយធ្វើការងារអស់ហ្នឹងបើសិនជាយើងធ្វើអានឹងហ្មងមិនយើងដឹងថាវាមិនវាពិបាកក្នុងការនិយាយណាបងចាអូខេតឡាមិញយើងបានវិភាសាគ្នាហើយក៏ដឹងច្រើនដែរពាក់ព័ន្ធជាមួយនឹងវត្ថុធាតុដើមពាក់ព័ន្ធជាមួយនឹងដំណើរការនៃការសម្ងួតផ្កាអីជាដើមឥឡូវយើងងាកពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងវិញថាតើមានការគ្រប់គ្រងយ៉ាងណាដែរពីអតិថិជនឬក៏អ្នកគ្រប់គ្រងមិនថាអ្នកទិញមិនថាអ្នកដែលគ្រប់គ្រងតាម page អីទេចានិយាយទៅតម្លៃបញ្ហាគឺតម្លៃដូចថាយើងលក់រៀងថ្លៃដែរអញ្ចឹងណាបងចាព្រោះដោយសារអីវាតាមពិតបើសិនជាគាត់ធ្វើមិនគាត់ដឹងថាហ្នឹងវាពិបាកធ្វើប៉ុណ្ណាវាត្រូវការចំណាយពេលប៉ុណ្ណាចាព្រោះយើងធ្វើដោយដៃផលិតដោយម៉ាស៊ីនហើយរបស់យើងមួយធ្វើមកវាមានភាព unique មានអត់ដូចគ្នាទាំងអស់ទេឃើញចាដូចគ្នាទាំងអស់វាត្រូវមានសូម្បីបើយើងផលិតយើងទៅទិញរបស់គេដែលចេញពីរោងចក្រមកអាហ្នឹងដូចគ្នាហ្មងបងអានេះវាស្រួលតែនេះវាអត់ស្រួលវាត្រូវការពេលវេលាហើយត្រូវការនិយាយទៅវា consume so much time and energy ហ្មងប្រហែលខ្លាំងចាតម្លៃអាចប្រាប់បន្តិចបានទេយើងចាប់ពីតម្លៃប៉ុន្មានដល់តម្លៃប៉ុន្មានយើងមានតម្លៃចាប់ពី$5ឡើងទៅដល់200ជាង300ជាងទៅតាមប្រភេទសុំធំហើយយើងធ្វើទៅតាមការ customize របស់អតិថិជនយើងដែរបើសិនជាគាត់ចង់បានប្រភេទដូចរបៀបថាសុំល្អឈើល្អអញ្ចឹងយើងត្រូវការកំងកាត់អីចឹងណាចាបើសិនជាយើងថាសុំគុណភាពឈើយ៉ាងល្មមអីគេក៏យើងលក់ទៅតាមនឹងដែរធំ25 30 35អីចឹងទៅហើយបើសិនជាតម្រូវការគាត់ចង់បានលុយជាងនឹងទៀតអានឹងមានប្រភេទសុំចិនចាគាត់ថាសុំចិន quality របស់វារៀងដូចថាវាអត់សូវមាំសូវជាប់វាអាចងាយបែកងាយអីចឹងណាបងចាហ្នឹងហើយចុះពាក់ព័ន្ធជាមួយនឹងឥឡូវតម្លៃយើងបានលើកឡើងហើយដែលមានការ complain ពីអតិថិជនថាតម្លៃថ្លៃហើយរបស់ដូចថារបស់ធ្វើនៅក្នុងស្រុកសោះអីក៏ថ្លៃម៉េះអីដែរមានអ្នក complain បងយើងមានអ្នក complain តែខ្ញុំក៏គិតក្នុងចិត្តដែរបើសិនជាគាត់ធ្វើខ្លួនឯងបានគាត់ដឹងអញ្ចឹងយើងអត់នេះប៉ុន្តែអ្នកខ្លះក៏គាត់យល់អញ្ចឹងគាត់អត់សួរច្រើនទេគាត់និយាយថាទំហំប៉ុន្មានអីប៉ុន្មានយើងគាត់ថាអូខេយើងដាក់ជូនគាត់ចឹងទៅចឹងណាហ្នឹងហើយតែខ្លះគាត់យល់ដោយសារគាត់ដឹងថាហ្នឹងវាធ្វើពិបាកមិនតែខ្ញុំមានអារម្មណ៍ថាដូចឥឡូវគេចាប់ផ្ដើមយល់ហើយនៅពេលដែលខ្ញុំបរៀនគេរឹតតែគេយល់រឹតតែគាត់យល់ថែមទៀតថាហ្នឹងវាមិនចឹងណាចាអញ្ចឹងមានន័យថារាល់ថ្ងៃនេះដុល្លារមិនត្រឹមតែឆ្នៃប្រឌិតផ្កានឹងដើម្បីលក់ខ្លួនឯងទេក៏មានបើកព្រៀនបើកអីដែរមែនទេខ្ញុំមានរៀបចំសិក្ខាសាលាដែរខ្ញុំធ្វើទៅតាមពេលវេលាខ្ញុំតនេដែរណាបងហើយវាត្រូវការពេលដែរដោយសារយើងបរៀនបើសិនយើងបរៀនតាំងពីដើមវគ្គហ្មងមានវគ្គដំបូង beginner ប្រាក់ការយ៉ាងម៉េច design យ៉ាងម៉េចហ្នឹងគឺយើងត្រូវការកំងក្តារកាត់មុនដែរអូខេក្តារកាត់អីហើយបានយើងអាចannounce ថាយើងអាចទទួលបានប៉ុន្មានអ្នកចឹងទៅចាពីព្រោះយើងយកច្រើនអ្នកពេកក៏យើងពិបាកក្នុងការបរៀនដែរលុះត្រាតែថាយើងមានមីក្រូមានអីយើងនិយាយលឺព្រោះសលេងខ្ញុំវាខ្សោយហ្មងចាអញ្ចឹងហើយបើតាក់ទងទៅនឹងការខ្ញុំមានវគ្គរៀនទាំងពីរបៀបនៃការប្រេះផ្កា
ពីរបៀបនៃការ design ផ្កាប៉ុន្តែវគ្គខ្លះក៏ខ្ញុំដាក់តែត្រឹម design ផ្កាពីព្រោះម្នាក់ខ្លះគាត់អត់ចង់បើគាត់មានកូនតូចទៀតរឹតតែអត់ចង់រៀននៅវគ្គដំបូងគេដែលពីវិធីក្នុងការប្រេះផ្កាដោយសារវាពិបាកជាងការរៀនទៅក្រៅតែត្រឡប់ទៅវិញមិនមែនគាត់អ្នកដូរកណ្ដាលឲ្យម៉ាក់គាត់អ្នកដូរកណ្ដាលវិញអត់ថាតមវិញណាចាអញ្ចឹងគាត់រៀង enjoy ទៅលើការវគ្គ design ជាងអញ្ចឹងព្រោះ design ហ្នឹងគឺអត់មានអីពិបាកផងព្រោះផ្កាយើងសម្ងួតហើយយើងគៀបសម្ងួតហើយអញ្ចឹងវាមានរបស់ស្រាប់ដែលស្រួលយើងគាត់តែចាប់ដាក់ឲ្យផ្គុំឲ្យគាត់អាចកលូការកលូអីចឹងណាតែខ្ញុំបរៀនគាត់ពីរបៀបសៀលដែរចាមានន័យថាគាត់ design ហើយអីហើយស្អាតបាតតាមចិត្តដែលគាត់ស្រឡាញ់ហើយគាត់ធ្វើហើយគាត់អាចយកការហ្នឹងទៅផ្ទះខ្លួនឯងអូខេល្អអាចផ្ទះខ្លួនឯងអាចថាជាវត្ថុអនុស្សាវរីយ៍ដែរចាមិនដែរពួកគាត់យល់ឃើញមិនដែរពួកគាត់ enjoy ឃើញពួកគាត់សប្បាយចិត្តហើយមានអ្នកខ្លះគាត់ comment មកខ្ញុំចូលចិត្តការងារនឹងមិនមានវគ្គក្រោយគាត់ចង់ចូលរួមទៀតអ្នកខ្លះក៏គាត់ចោះឈ្មោះអត់ទាន់គាត់ថាបងអង្ការបានមានទៀតអ្នកខ្លះគាត់នៅតែតាមសួរយើងថាបងមានវគ្គអង្ការទៀតមានវគ្គអង្ការទៀតចាខ្ញុំចង់ធ្វើរៀងលឿនដែរតែខ្ញុំត្រូវការពេលវេលាដែរព្រោះហត់ខ្លាំងព្រោះការងារខ្ញុំច្រើនហងអានេះផងហើយនៅរៀបចំវគ្គយើងត្រូវរៀបចំមេរៀនដែរចារកទីតាំងរកកន្លែងអីសមរម្យសម្រាប់ឲ្យគាត់មករៀនចាវាយើងសំរុំអូខេបើយើងសន្ទនានេះទៅយើងបានដឹងពីដំណើរការនៃការច្នៃប្រឌិតនឹងមានច្រើនដែរឥឡូវបងចង់សួរពាក់ព័ន្ធជាមួយនឹងតើអ្វីទៅគឺជាចក្ខុវិស័យរបស់ដុល្លារពាក់ព័ន្ធជាមួយនឹងផ្កាហ្នឹងសម្រាប់ខ្ញុំចង់មានទីតាំងមួយច្បាស់លាស់ឬក៏យើងអាច display ស្នាដៃរបស់យើងបានអាចនិយាយថាជា studio មួយដែលមិនធំទេអាចតែមិនល្មមយើងអាចដាក់ product ទាំង display បានអញ្ចឹងសម្រាប់អ្នកដែលគាត់មកគាត់អាច enjoy មើលពីស្នាដៃរបស់យើងចាហើយបើសិនជាថាគាត់មកគាត់ចង់ធ្វើផ្កាខ្លួនឯងនេះខ្ញុំអាចរៀបចំកញ្ចប់មួយសម្រាប់ឲ្យគាត់ design ផ្កាយកត្រឡប់ទៅផ្ទះវិញបានចាព្រោះម្នាក់ខ្លះគាត់ចង់មកគាត់បង្កើតស្នាដៃខ្លួនឯងហើយក៏គាត់មានគោលបំណងចង់ជូននៅនឹងទៅកាន់អ្នកណាម្នាក់ដែលគាត់ចង់ជូនដែរអញ្ចឹងបើសិនជាគាត់ធ្វើចេញពីចិត្តរបស់គាត់ទៀតក៏យកទៅជូនវាកាន់តែល្អអូខេចាការដែលរៀបខ្លួនឯងយើងរៀបទៅពេលខ្លះគាត់រៀងទៅចិត្តអីចឹងបើសិនគាត់មកខ្លួនឯងគាត់ design ទៅវាល្អដែរចាឃើញថាបើសិនជានៅខ្មែរយើងបងសម្រាប់បងណាបងឃើញថាដុល្លារជាស្ត្រីទី1ដែលធ្វើទៅលើរឿងផ្កាសម្ងួតហ្នឹងហើយមិញដុល្លារក៏បានប្រាប់ដែរថាបានផ្ដល់ចំណេះហ្នឹងទៅមិត្តភ័ក្តិម្នាក់ទៀតដែលគាត់បានចេះហើយគាត់ធ្វើអាហ្នឹងដែរអញ្ចឹងណាប៉ុន្តែឥឡូវហ្នឹងយើងនៅតែនៅក្នុងស្រុកហ្នឹងទេថាតើដុល្លារមានចក្ខុវិស័យថាអាចនឹងនាំយកស្នាដៃរបស់ខ្លួនឯងទៅក្រៅស្រុកឲ្យគេស្គាល់ដែរអត់ទេបើមានឱកាសខ្ញុំចង់នាំយកទៅឲ្យគេស្គាល់ដែរស្នាដៃរបស់យើងហើយបើមានឱកាសទៀតខ្ញុំចង់រៀនបន្ថែមទៀតនៅស្រុកគេអីបើសិនជាមានសតខុសណារៀនអញ្ចឹងណាខ្ញុំចង់ទៅរៀនផ្ទាល់ជាមួយពួកគាត់ពួកគាត់ទាំងនោះសិតតអ្នកជំនាញហើយដល់ថ្នាក់នៅឥឡូវនេះយើងបើខ្ញុំសិក្សានៅវៀតណាមមានហើយនៅម៉ាឡេស៊ីក៏មានដែរចាហើយនិយាយទៅប្រទេសខ្មែរយើងអត់ទាន់មានទេតែមានឥឡូវហ្នឹងដែរអញ្ចឹងវាក៏បង្ហាញពីភាពរីកចម្រើននៅប្រទេសយើងដែរហើយបើសិនជាខ្ញុំបានទៅរៀនបន្ថែមទៀតខ្ញុំចង់ convert អាហ្នឹងទៅជា printing មានន័យថាបើនៅស្រុកគេគឺគេយកអាផ្កាទាំងអស់ហ្នឹង convert ទៅជា printing ដែលគេយកមក print ដូចជា wallpaper wall បិទអញ្ចាំងដែលគេប្រើប្រាស់ផ្កាដែលគេ design ហ្នឹងយក print ជាសាឡុងក៏បានយក print ជាprint នៅលើ piano ហ្នឹងឯង print ទៅលើខេសទូរស័ព្ទអីបានដែលគេប្រើប្រាស់ឆ្នៃអាផ្កានឹងប៉ុន្តែគេ convert វាទៅជា printing វិញចាចក្ខុវិស័យអាចថាថ្ងៃទៅខាងមុខទៅអាចនឹងធ្វើការជាមួយនឹងខាង designer ឬក៏ខាងអ្នកដែលគាត់ខាងវិស័យផ្សេងទៀតដើម្បីឲ្យស្នាដៃរបស់យើងមាននៅគ្រប់ទីកន្លែងចាអូខេហ្នឹងហើយចាជាចុងក្រោយតើដុល្លារមានជាអីបន្ថែមទៀតទេពាក់ព័ន្ធជាមួយនឹងគំនិតច្នៃប្រឌិតហ្នឹងដូចជាអត់មានទេបងបើខ្ញុំអត់ទាន់ស្រាវជ្រាវខ្លួនឯងឃើញច្បាស់ក៏ខ្ញុំអត់ទាន់ហ៊ាននិយាយដែរព្រោះយើងកំពុងនៅសិក្សានៅឡើយចាំដល់ពេលយើងគិតថាយើងអាចបញ្ចេញអញ្ចឹងណាចាគាត់ថាឥឡូវនេះខ្ញុំមិនមែន
គិតថាខ្លួនឯងនឹងខ្លាំងឬក៏សមត្ថភាពខ្លួនឯងនឹងវាល្អលេចធ្លោខ្ញុំគិតថាអ្នកផ្សេងទៀតក៏គាត់អាចធ្វើបានដែរឲ្យតែគាត់ស្រឡាញ់ហើយគាត់ដាក់ចិត្តក្នុងការធ្វើវាដែលចេញពីចិត្តមកហើយនឹងព្យាយាមអត់ធ្មត់ជាមួយនឹងខាងផ្កាហ្នឹងអញ្ចឹងខ្ញុំដូចខ្ញុំនិយាយអញ្ចឹងខ្ញុំគ្រាន់តែថាខ្ញុំចង់សិក្សាវា improve ខ្លួនឯងបន្ថែមទៀតហើយនឹងផ្ដល់សេវាកម្មទៅកាន់អតិថិជនឲ្យបានល្អខ្ញុំក៏មានគម្រោងនៅពេលខាងមុខដែរយើងចង់មានសេវាកម្មមួយទៀតគឺទទួលបាច់ផ្កាដែលគាត់ចង់យកមក preserve ទុកជា memory នៅក្នុងឱកាសរៀបអាពាហ៍ពិពាហ៍អីចឹងណាចាព្រោះនៅស្រុកគេមានអាបាច់ផ្កាកូនកន្លះកូនកំមុំដែលគាត់ការហើយគឺគាត់អត់យកបោះចោលទេគាត់យកបោះដែលផ្កាបោះយើងចាប់យើងចាប់បានហ្នឹងប៉ុន្តែគាត់ទុកហ្មងគាត់អត់មានយកទៅឲ្យបោះឲ្យខាងណាចាប់ទេគឺគាត់ទុកសម្រាប់ដូចថាវាតំណាងឲ្យក្តីស្រឡាញ់គាត់នៅក្នុងថ្ងៃពិសេសរបស់គាត់ចឹងអញ្ចឹងគាត់ចង់ preserve វាទុកជា memory មួយដែលវាអាច last forever នៅពេលដែលគាត់មានកូនមានអីកូនកើតមកវាឃើញអាហ្នឹងវានឹកឃើញអូការហ្នឹងមិនដែរពួកឯងផ្កាហ្នឹងគឺផ្កាកម្មវិធីប៉ាម៉ាក់អីតាអញ្ចឹងណាបងចាចឹងការមិនមែនត្រឹមវិធីអាពាហ៍ពិពាហ៍នៅស្រុកគេសំបីតែវិធីបន់សពស្ដាប់ក៏គេយកផ្កាហ្នឹងយកមក preserve ទុកដែរគេចង់រំលឹកចាពីការចងចាំអញ្ចឹងណាបងនិយាយទៅវាមានច្រើនពិធីអីផ្សេងៗដែលគាត់គិតថាវាសំខាន់គាត់តែងតែទៅរកសេវាកម្មអស់ហ្នឹងដើម្បីឲ្យគេធ្វើហ្នឹងចាជាលក្ខណៈមួយផ្កាដែលវាមានអនុស្សាវរីយ៍ណាយើងអាចឆ្នៃផ្កាហ្នឹងមកជាផ្កាសម្ងួតដើម្បីទុកឲ្យបានរយៈពេលយូរមែនទេខ្ញុំមានភ្ញៀវខ្ញុំដែរដែលគាត់ប៉ុន្តែភ្ញៀវរបស់ខ្ញុំគាត់ជនជាតិផ្សេងមិនជនជាតិខ្មែរជនជាតិហ្វីលីពីនគាត់ផ្ញើបាច់ផ្កាខ្ញុំមក preserve ក្នុងឱកាសថ្ងៃអាពាហ៍ពិពាហ៍ក៏ដែរដើម្បីទុកជា memory មួយហើយនឹងមានបងស្រីម្នាក់ដែរដែលគាត់គ្រប់គ្រងខ្ញុំហើយខ្ញុំសូមអរគុណមែនតើគាត់ជាអ្នកដំបូងគេដែលគាត់ឲ្យបាច់ផ្ការបស់គាត់មកឲ្យខ្ញុំ preserve សាកល្បងចាដូចជាថ្ងៃខួបកំណើតរបស់គាត់គ្រួសារគាត់ទិញឲ្យអញ្ចឹងណាខ្ញុំ preserve ជូនគាត់ទុកដាក់តាំងផ្ទះអញ្ចឹងទៅពេលណាគាត់នេះគាត់បង្ហាញគ្រួសារអ្នកបងផ្ការបស់បងទិញឲ្យអូនតាពីគ្រួសារយ៉ាងម៉េចហ្នឹងគាត់អាសាទិញឲ្យចាពីព្រោះអីយើងសង្កេតឃើញថាជាធម្មតាផ្កាជារបស់មួយតំណាងនៃក្តីស្រឡាញ់អីជាដើមណាក៏ប៉ុន្តែនៅពេលដែលយើងទិញផ្កាបាច់ផ្កាហ្នឹងទៅយើងយកទៅជូនមនុស្សជាទីស្រឡាញ់របស់យើងឬបញ្ជូនអ្នកណាម្នាក់ពេលដែលផ្កាហ្នឹងស្ងួតទៅចង់មិនចង់មានអ្នកខ្លះគឺគាត់ត្រូវបោះចោលហើយអញ្ចឹងបើសិនជាបងប្អូនដែលគាត់ចង់រក្សាអនុស្សាវរីយ៍នឹងទុកអាចយកផ្កាហ្នឹងមកឲ្យតុលានឹងសម្ងួតហើយធ្វើរចនាឡើងស្អាតឲ្យមែនទេហ្នឹងហើយអូខេចាអរគុណច្រើនមែនតើតុលាដែលបានចំណាយពេលវេលាមកចែករំលែកបទពិសោធន៍និងគំនិតច្នៃប្រឌិតនៅក្នុងកម្មវិធី Sparkle នៅក្នុងថ្ងៃនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចែករំលែកវីដេអូមួយនេះដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារក្នុងការផលិតវីដេអូជាបន្តបន្ទាប់ទៀតនៅខណៈពេលនេះនាងខ្ញុំនិងវាគ្មិនរួមទាំងក្រុមការងារសូមអរគុណសូមជម្រាបលា